លោកអ្នកគិតមើលមើលថាពាក្យដែលយើងនិយាយហើយនឹងទង្វើដែលយើងធ្វើពុះកូនចំពោះកុមារមួយណាដែលគេរៀនបានលឿនជាងពាក្យឬក៏ទង្វើចាំលោកអ្នកជួយឆ្លើយផងអូខេបាទខ្ញុំនិយាយរឿងហ្នឹងមកពីមានរឿងសាមញ្ញច្រើនមែនទែនដែលជួបប្រទះប្រចាំថ្ងៃប៉ុន្តែយើងអត់ដឹងថាវាមានធម៌ពលខ្លាំងប៉ុណ្ណាទៅលើកុមារជាពិសេសធម៌ពលអវិជ្ជមានឧទាហរណ៍ពេលដែលកូនបងវាយកូនប្អូនប្លែងនេះឲ្យវាយហើយពុកម្ដាយវាយផាំងអញថាកុំឲ្យវាយប្អូនវាយអត់ល្អទេណាអញ្ចឹងគាត់ខឹងគាត់អត់សប្បាយចិត្តមួយកូនបងវាយកូនប្អូនគាត់អត់សប្បាយមួយកូនបងដែលមិនស្ដាប់សម្ដីគាត់កុំឲ្យប្រើអំពើហិង្សាតែគាត់វាយកូនបងហ្នឹងប្រាប់ថាកុំឲ្យប្រើអំពើហិង្សាតែអាហ្នឹងកើតយ៉ាងងដែលខ្ញុំឃើញអញ្ចឹងតើមេរៀនហ្នឹងឬសកម្មភាពហ្នឹងបង្រៀនទាំងកូនបងទាំងកូនប្អូនយ៉ាងម៉េចអញថាកុំឲ្យវាយប្អូនតែគាត់វាយបងឲ្យទាំងបងមើលឲ្យទាំងប្អូនមើលគេមានថាពាក្យរបស់គាត់ហើយនឹងទង្វើរបស់គាត់ហ្នឹងវាអត់ស៊ីគ្នាខ្ញុំមិនប្រាប់លោកអ្នកដឹងជាស្វ័យប្រវត្តិហ្មងថាកុមារទាំងពីរហ្នឹងប្រកាសជាធ្វើតាមទង្វើរបស់ពុកម្ដាយដែលធ្វើដាក់គាត់គ្នាមិនបានស្ដាប់ពាក្យទេព្រោះអាទង្វើហ្នឹងវាមានធម៌ពលជាងពាក្យរាប់រយរាប់ពាន់ដងចឹងបើលោកអ្នកច្រឡំធ្វើអញ្ចឹងអីចាំគិតឡើងវិញហើយខ្ញុំក៏អញ្ចឹងដែរខ្ញុំភ្លេចខ្លួនដែរខ្ញុំទៅប្រយ័ត្នមែនទែនពីព្រោះអាទង្វើនេះហើយដែលជាអ្វីដែលកុមាររៀនបានជាពិសេសទង្វើអាក្រក់ៗទៀតគេចម្លងលឿនមែនទែនគេធ្វើតាមលឿនមែនទែន